បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូសុបរានជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះពាក់ព័ន្ធនឹងសុបរានខ្មែរយើងបងប្អូនណាឈ្មោះថាស្មៅព្រះក្លបហើយបើសិនបងប្អូនមានជំងឺដូចជាគ្រុនក្តៅលាកពោះវៀនលាកកាពះអញ្ចឹងបងប្អូនពាក់ព័ន្ធនឹងអាសុតស្មៅព្រះក្លបនេះសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាខ្ញុំដើរទៅឃើញក្នុងវាលស្មៅនេះបងប្អូនហើយរុក្ខជាតិនេះពាក់ព័ន្ធនឹងអាសុតបុរាណខ្មែរយើងឈ្មោះថាព្រះក្លបបងប្អូនហើយព្រះក្លបនេះដែរយើងយកទៅប្រើជាអាសុតបុរាណណាបងប្អូនត្រូវពាក់ព័ន្ធនឹងអាសុតបុរាណខ្មែរយើងវាត្រូវច្រើនមុខណាបងប្អូនប៉ុន្តែលោកគ្រូយកមក 3-4 មុខដើម្បីចែកជូនបងប្អូនដើម្បីបងប្អូនមើលឃើញហើយសន្តាប់ទៅយកទៅប្រើប្រាស់ក្នុងជីវភាពគ្រួសាររបស់បងប្អូនការចេះដឹងការដឹងច្រើនរបៀបសិទ្ធិបុរាណឱសថបុរាណខ្មែរយើងវាមិនអត់ប្រយោជន៍ទេបងប្អូនវាធ្វើឲ្យសុខភាពយើងល្អបរិបូរណ៍ឲ្យបងប្អូនមើលច្បាស់ទៅបងប្អូនណាដែលគេហៅថាស្មៅព្រះក្លបនេះហើយស្មៅព្រះក្លបនេះដែរបងប្អូនត្រូវនឹងថ្នាំងងុយគីងមានន័យថាល្ងួយដេកទេបងប្អូនបើសិនយើងហូបថ្នាំពិសាទទួលទាននៅស្មៅប្រក្របទៅធ្វើឲ្យយើងល្ងួយដេកជាថ្នាំសម្រួលសរសៃប្រសាទមានន័យថាចឹងណាបងប្អូនហើយបងប្អូនដាក់ស្មៅប្រក្របនេះដោយហាលឲ្យស្ងួតបងប្អូនដាក់ពី15ក្រាមទៅ25ក្រាមយកទៅប្រើប្រាស់ណាហើយដាំពិសាទៅទឹក2លីត្រអីចឹង2លីត្រកន្លះអីចឹងទៅភាសាទទួលទានទៅបងប្អូន2-3ថ្ងៃចឹងទៅបងប្អូនធ្វើឲ្យវាងួយដេកយើងដេកមិនលក់អីហ្នឹងបងប្អូនធ្វើឲ្យវាងួយដេកឡើងវិញហើយហ្នឹងមួយបងប្អូនណាហើយមួយទៀតស្មៅព្រះក្លបនេះវាត្រូវថ្នាំរលាកតោងសួតបងប្អូនបើសិនជាបងប្អូនទៅមើលពេទ្យអីក៏ដោយទៅអីក៏ដោយឬក៏ពាក់ព័ន្ធនឹងរលាកតោងសួតនេះបងប្អូនយកទៅប្រើហើយហាលឲ្យស្ងួតដូចគ្នាចឹងបងប្អូនហើយការប្រើនេះផងដែរដាក់15ក្រាមទៅ25ក្រាមដូចគ្នាបងប្អូនយកទៅប្រើប្រាស់ហាលឲ្យស្ងួតធ្វើអនាម័យឲ្យស្អាតលាងទឹកឲ្យស្អាតទៅបងប្អូនណាហើយយកទៅប្រើប្រាស់ដើម្បីព្យាបាលជំងឺបងប្អូនណាដែលពាក់ព័ន្ធនឹងស្មៅប្រក្របនេះព្យាបាលដូចជាលាកទៅសូត្រចឹងនឹងលោកគ្រូរៀបរាប់ឲ្យបងប្អូនស្ដាប់ហើយនឹង2បងប្អូនទី3បងប្អូនណាហើយដូចជាក្មេងគ្រុនក្តៅខ្លាំងណាបងប្អូនដាក់ស្មៅប្រក្របនេះ15ក្រាមយកហាស្ងួតណាយកទៅពិសាទទួលទានទៅហើយហូបមួយថ្ងៃ2-3 ដងទៅកូនក្មេងនឹងដាក់ទឹក1លីត្រអីចឹងទៅណាហើយកូនក្មេងយើងនឹងជាសះស្បើយពីការគ្រុនក្តៅខ្លាំងនឹងហើយងូតទឹកបើសិនណាគ្រុនក្តៅខ្លាំងបងប្អូនឲ្យកូនក្មេងនឹងងូតទឹកឲ្យច្រើនដងក្នុងមួយថ្ងៃយកល្អ3-4 ដងចឹងណាបងប្អូនដើម្បីឲ្យការគ្រុនក្តៅខ្លាំងមួយគ្រុនណាក្តៅមួយក្តៅខ្លាំងវាអត់មានគ្រុនទេចង់និយាយចឹងយកទៅពិសាទៅទទួលទានទៅនឹងក៏ប្រសើរហើយចង់និយាយចឹងបងប្អូនហើយនឹងទី3បងប្អូនទី4គ្រោះកម្រងនោមក៏ត្រូវដែរបើសិនជាបងប្អូនកើតនៅជំងឺគ្រោះកម្រងនោមបងប្អូនយកទៅប្រើដោយដាក់15ក្រាមទៅ20ក្រាមយកទៅព្យាបាលសុខភាពបងប្អូនកាលណាយើងព្យាបាលតាមក្រិតក្រមការដាក់ក៏តាមក្រិតក្រមទៅវាធ្វើឲ្យឆាប់ជាសុខភាពបងប្អូនដូចគ្នាចឹងយកទៅពិសាទទួលទានទៅនឹងក៏ប្រសើរនៃជំងឺរលាកផ្លូវនោមហើយបងប្អូនណារលាកផ្លូវនោមយកទៅប្រើបើសិនណាបងប្អូនរលាកផ្លូវនោមយកព្រះក្លបនេះយកទៅប្រើហើយកាលមុនលោកគ្រូបាននិយាយអំពីព្រះក្លបដែរប៉ុន្តែឈ្មោះខុសគ្នាបងប្អូនណាហើយការព្យាបាលក៏ខុសគ្នាដែរយកទៅប្រើប្រាស់នឹងកបនឹងជំងឺខុសគ្នាដែរកាលមុនព្រះក្លបបារាំងឥឡូវព្រះក្លបយើងធម្មតាបងប្អូនណាហើយបងប្អូនពិសាទទួលទានព្រះក្លបនេះកុំឲ្យភាសាយូរអង្វែងឧទាហរណ៍ថាចាប់ពី1ឆ្នាំទៅអញ្ចឹងបងប្អូនពិសាទទួលទានទៅធ្វើឲ្យជ្រុះស្រក់ហើយស្លឹកប្រក្របនេះវាមានជាតិមីម៉ូស៊ីនបងប្អូនហើយដូចចឹងទេបងប្អូនយកទៅផ្សារទៅធ្វើឲ្យយើងត្រពេកក្បាលជ្រុះសក់អ្នកជំងឺហើយបងប្អូនយកទៅប្រើទៅនឹងក៏ប្រសើរហើយថ្នាំទាំងអស់នេះហើយនឹងមួយទៀតហើយបងប្អូនមួយទៀតគឺរលាកក្រពះពោះវៀនបើសិនជាបងប្អូនរលាកក្រពះពោះវៀនបងប្អូនយកទៅប្រើដូចខ្ញុំដាក់ខាងលើហ្នឹង15ក្រាមទៅ25ដូចគ្នា25ក្រាមដូចគ្នាបងប្អូនយកទៅពិសាទទួលទានដោយដាក់ស្ងួតធ្វើអនាម័យល្អដូចខ្ញុំនិយាយចឹងទៅនឹងក៏ប្រសើរ
រលាកកាពះពោះវៀននឹងហើយស្មៅប្រក្របហ្នឹងវាមានជាតិតំណាំងណាជាតិតំណាំងច្រើនបងប្អូនណាហើយបើដឹងថាបងប្អូនមើលទៅថាកសោយសរសៃប្រសាទដេកមិនលក់សោះបងប្អូនណាបើសិនជាដេកមិនលក់សោះមានន័យថាកសោយសរសៃប្រសាទខ្លាំងហើយអញ្ចឹងបងប្អូនយកស្មៅប្រក្របនេះ15ក្រាមហើយបងប្អូនឲ្យគាត់ផឹកតែឯងនឹងក៏បានដែរបងប្អូនឬការផ្សំហ្នឹងណាមានន័យថាយកទៅផឹកយកទៅពិសាទទួលទានតែមួយមុខហ្នឹងក៏បានដែរចង់និយាយចឹងណាឬក៏ផ្សំជាមួយនឹងស្មៅក្បាលរុយ15ក្រាមទៀតហើយស្មៅអំពិលដី30ក្រាមទៀតអញ្ចឹងក៏បានដែរបូកស្មៅទាំង3ហ្នឹងលោកគ្រូបញ្ជាក់ម្ដងទៀតស្មៅព្រះក្រប15ក្រាមនិងស្មៅក្បាលរុយ15ក្រាមស្មៅអំពិលដី30ក្រាមលោកគ្រូនិយាយមួយឲ្យបានលោកបងប្អូនបានស្ដាប់ទៅបងប្អូនមិនបាច់ថយវីដេអូអីទៀតទេលោកគ្រូនិយាយ2ដងហើយបងប្អូននឹងចាំហើយចង់និយាយចឹងពាក់ព័ន្ធនឹងការតំណមវិញបងប្អូនស្មៅព្រះក្របនេះហាមមនុស្សពោះធំពិសាទទួលទានវាធ្វើឲ្យកូនខ្លាចគេវាធ្វើឲ្យកូនរលូនចង់និយាយចឹងប៉ុន្តែបើសិនជាបងប្អូនណាធ្លាប់ហូបហើយក៏ហូបទៅជាទម្លាប់របស់គាត់ហូបពីមុនមកហើយបើសិនណាបងប្អូនមានចម្ងល់បងប្អូនខមមិនចូលនឹងក្រោមវីដេអូនឹងទៅហើយបើចង់ដឹងរុក្ខជាតិណាដែលប្រើថ្នាំអីពាក់ព័ន្ធនឹងសុខភាពបងប្អូនចូលទៅកាន់ channel របស់ខ្ញុំបាទឈ្មោះថាគ្រូផ្សំថ្នាំចេកទឹកពេលបងប្អូនចុច YouTube ចឹងទៅសរសេរទៅវាលោតឡើងមកហើយអញ្ចឹងណាបងប្អូនហើយលោកគ្រូនឹងតាមថែរក្សាសុខភាពបងប្អូនព្រោះថាសុខភាពជាសម្បត្តិមហាសាលកាលណាវាអសុខភាពហើយមានន័យថាជំងឺហើយមនុស្សយើងកើតទុកហើយកើតទុកនឹងអង្គប្រាណហើយដូច្នេះលោកគ្រូចូលស្រាយកើតទុករបស់បងប្អូនឲ្យបងប្អូនមានសេចក្តីសុខពាក់ព័ន្ធនឹងសុខភាពដោយប្រើរុក្ខជាតិផ្សេងប្រាប់បងប្អូនឲ្យបងប្អូនយកទៅព្យាបាលជំងឺហើយនៅចុងក្រោយនេះលោកគ្រូសូមសង្ខេបវីដេអូដ៏ខ្លីតែប៉ុណ្ណេះតែមុននឹងបញ្ចប់នេះលោកគ្រូសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដែលបងប្អូនបានមើលហើយនឹងស្ដាប់យកទៅអនុវត្តដើម្បីសុខភាពបងប្អូនហើយនៅចុងក្រោយនេះលោកគ្រូសូមជូនពរសូមឲ្យព្រះអរិយបុគ្គលក្នុងលោកតាមថែរក្សាបងប្អូនសូមឲ្យបងប្អូនបានសេចក្តីសុខសេចក្តីចម្រើនក្នុងក្រុមគ្រួសារម្យ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយគណៈពេលនេះខ្ញុំបាទគ្រូអសុទ្ធបរានជ័យទឹកសូមគោរពសូមជម្រាបលា